បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាហើយឥឡូវនេះតោះមកមើលរបាំកែនគឺជារបាំមួយនៅក្នុងរបាំជាច្រើនរបស់ប្រជាជនខ្មែរយើងដែលចូលចិត្តយកមកសម្ដែងនៅពេលមានកម្មវិធីបុណ្យចូលឆ្នាំខ្មែរយើងជាតាំងពីយូរលង់ណាស់មកហើយរបាំកែននេះដែរក៏ជាផ្នែកមួយដែលធ្វើឲ្យការសម្ដែងមានលក្ខណៈរស់រវើកតម្រង់បងប្អូនរបាំខ្មែរគឺមានច្រើនមែនទែនមិនថារបាំកែនរបាំត្រុដិរបាំក្រមាឬរបាំផ្សេងៗទៀតជាច្រើនមានតាំងពីរបាំនៅក្នុងព្រះបរមរាជវាំងឬរបាំផ្សេងទៀតដែលខ្ញុំមិនបានជាស្គាល់អស់ទេប៉ុន្តែខ្ញុំក៏សូមលើកយករបាំកែនមួយមកឲ្យបងប្អូនទស្សនាហើយនឹងស្ដាប់នៅការរៀបរាប់របស់ខ្ញុំខ្លះៗអំពីរបាំកែននេះផងដែរហើយការសម្ដែងរបាំកែននេះដែរគឺប្រព្រឹត្តឡើងនៅទីក្រុងវ៉ាងជូកាលពីសង្គ្រាមចូលឆ្នាំថ្មីលើទឹកដីកូរ៉េកាលពីថ្ងៃទី13ខែ4ឆ្នាំ2024កន្លងទៅនេះហើយក៏ខ្ញុំបានទៅចូលរួមហើយក៏ឃើញមានការសម្ដែងនៅរបាំជាច្រើនខ្ញុំក៏បានថតទុកព្រោះអីវាមើលទៅគួរឲ្យចាប់អារម្មណ៍និងស្កប់សរសើរដល់បងប្អូនយើងមែនទែនដែលបានចំណាយពេលវេលាហ្វឹកហាត់ក៏ដូចជាយកមកបង្ហាញនៅក្នុងកម្មវិធីសង្គ្រាមនេះផងដែរហើយការបង្ហាញនោះមានដូចជារបាំកែនរបាំក្រមាការរាំវង់ប្រពៃណីនិងការសម្ដែងនៅការលេងឈូងទាញព្រ័ត្រហើយនឹងជាពិសេសនោះអ្វីដែលកាន់តែពិសេសនោះគឺការបង្ហាញក្បាច់គុនរបស់កតោផងដែរបងប្អូនវាជាក្បាច់គុនមួយដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៅអង្គការ UNESCO របស់កតោក៏ជាធ្វើឲ្យខ្មែរយើងមានមោទនភាពខ្លាំងមែនទែនបន្ទាប់ពីរបស់កតោក៏មានការសម្ដែងនៅរបាំកែននេះតែម្ដងអញ្ចឹងហើយខ្ញុំក៏សូមលើកយកនៅរៀបរាប់ខ្លះៗអំពីរបាំកែននេះផងដែរហើយបើមានការខុសឆ្គងឬក៏បងប្អូនណាដឹងច្រើនជាងនេះសូមមេត្តាជួយខមមិនប្រាប់ខ្ញុំផងរបាំកែនឬឡាំកែនមានកំណើតពីជនជាតិភាគដើមតិចឡាវនៅស្រុកសៀមរាបខេត្តស្ទឹងត្រែងប្រពៃណីនេះមានតាំងពីសតវត្សទី6និងទី7ពេលដែលក្រុមកុលសម្ព័ន្ធជនជាតិភាគតិចឡាវដែលរត់ភៀសខ្លួនមករស់នៅក្នុងទឹកដីកម្ពុជាយើងកាលពីសម័យដើមរបាំកែនគេលេងនៅក្នុងពិធីបុណ្យចូលឆ្នាំអ្នកច្រៀងកែនមានតែម្នាក់ឯងតែប៉ុណ្ណោះហើយអ្នករាំលេងវិញមានច្រើនណាស់ឲ្យតែអ្នកចង់ចូលរាំគឺអាចចូលរាំបានហើយគេមិនប្រកាន់នោះទេរបាំកែនឬឡាំកែនមិនមានអត្ថន័យច្រើននោះទេគឺគ្រាន់តែសម្រាប់បង្ហាញអំពីប្រពៃណីរបស់ជនជាតិដើមភាគតិចជារបាំកំសាន្តភូមិនិងទំនៀមទម្លាប់មួយរបស់ក្រុមកុលសម្ព័ន្ធនោះតែប៉ុណ្ណោះបច្ចុប្បន្នរបាំកែនឬឡាំកែនក៏បានគេច្នៃឲ្យខ្លាយមកជាតនសម័យអ្នករាំច្រៀងមានរហូតដល់12នាក់ក្នុងនោះស្រីចំនួន6នាក់រាំអមបុរសជាអ្នកផ្លុំកែនកែននេះគេធ្វើពីដើមឫស្សីពកដែលភាសាឡាវគេនិយាយថាម៉ៃហៀឬម៉ៃខុនសាយកែនមានប្រវែងចាប់ពី9ទៅ10ម៉ែត្រពីទឹកឫស្សីកែនគេរៀបជាពីរជួរអណ្ដាតតផ្លុំរបស់វាគេធ្វើអំពីប្រាក់លាយជាមួយទង់ដែងទើបសំឡេងឮពីរោះល្អរបាំមួយនេះគេរៀបចំប្រើជាសម្ភារៈលេងคล้ายជារបស់ទំនើបទៅហើយវាមិនដូចសម័យមុននោះទេគ្រាន់តែពេលសម្ដែងលេងរបាំកែននេះគឺគេនឹកឃើញថាមានដើមកំណើតនៅលើទឹកដីខេត្តស្ទឹងត្រែងដូច្នេះហើយនេះគឺជារបាំមួយដែលមានដើមកំណើតមកពីជនជាតិភាគតិចឡាវហើយយើងតែងតែយកមកច្រៀងលេងកម្សាន្តនិងសម្ដែងនៅពេលពិធីបុណ្យចូលឆ្នាំខ្មែរតែម្ដងបងប្អូនហើយវាមានលក្ខណៈស្រស់ស្អាតមែនតើគឺលក្ខណៈរាំទាំងស្រីទាំងប្រុសគៀងគ្នាអញ្ចឹងទៅប៉ុន្តែឲ្យប្លែកបន្តិចខាងប្រុសនឹងមានផ្លុំកែនជាប់នៅនឹងមាត់តែម្ដងបងប្អូនហើយចំណែកក្បាច់គឺអាស្រ័យលើក្រុមនារីគឺគាត់ទៅចេញបានល្អមែនតើហើយជាចុងក្រោយក៏ខ្ញុំសូមកោតសរសើរម្ដងទៀតដែលពួកគាត់មានចំណាយពេលវេលាពេលខ្លះចំណាយទាំងថវិកាទៀតដើម្បីធ្វើដំណើរទៅចូលរួមហាត់សមអីចឹងទៅនៅរាល់ពេលវេលាដែលគាត់មានពេលសម្រាប់នៅថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងក៏អត់សម្រាប់ទេគឺគាត់សុខចិត្ត